នៅព្រឹកព្រលឹមស្រាងៗថ្ងៃទី27 ខែឧសភាឆ្នាំ2017នៅក្នុងតំបន់ក្រៃហ្វុនទីនដែលជាតំបន់មួយក្បែរទីក្រុង Stellenbosch នៃប្រទេសអាហ្វ្រិកខាងត្បូងនៅពេលដែលមនុស្សភាគច្រើនទើបតែភ្ញាក់ពីដំណេកប្តីប្រពន្ធមួយគូបានឮសំឡេងចម្លែកនៅខាងក្រៅផ្ទះរបស់ពួកគេវាជាសំឡេងដូចជាមាននរណាម្នាក់កំពុងតែព្យាយាមសុំជំនួយបុរសជាប្តីបានដើរចេញទៅមើលហើយគាត់ក៏ត្រូវស្លាំងកាំងនៅលើវាស្មៅមុខផ្ទះមានបុរសវ័យក្មេងម្នាក់កំពុងតែឈរទាំងទន់ជើងស្មារតីមិននឹងណហើយនៅលើក្បាលនិងខោអាវរបស់គាត់គឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់មានរបួសនិងត្រូវការជំនួយនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងដែលជាកន្លែងមានបទល្មើសហិង្សាកើតឡើងជាញឹកញាប់ប្រជាជននៅទីនោះតែងតែមានការប្រុងប្រយ័ត្នខ្ពស់ណាស់ដូចនេះម្ចាស់ផ្ទះបានគិតភ្លាមថាបុរសម្នាក់នេះប្រហែលជាទើបតែមានរឿងរ៉ាវវាយតប់គ្នាជាមួយក្រុមបកពួកបានសង្គមទើបគាត់បានស្រែកដេញបុរសម្នាក់នោះឲ្យចាក់ចេញពីដីផ្ទះរបស់គាត់ជាបន្ទាន់ប៉ុន្តែបុរសរងគ្រោះម្នាក់នោះមិនបានចាក់ចេញទេគាត់បានលិតជង្គង់អង្វរសុំជំនួយទាំងទឹកភ្នែកគាត់សុំប្រៀបដូចជាសុំជីវិតដោយសុំប្រើទូរស័ព្ទរបស់ម្ចាស់ផ្ទះដើម្បីខលទៅរកម្ដាយរបស់គាត់បានព្យាយាមពន្យល់ថាប្រសិនបើគាត់ដើរត្រឡប់ក្រោយវិញនោះក្រុមមនុស្សដែលបានប្លន់គាត់នឹងតាមរកគាត់ឃើញហើយគាត់អាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតជាមិនខានប៉ុន្តែដោយសារតែការប្រុងប្រយ័ត្នម្ចាស់ផ្ទះមិនបានជឿពាក្យសម្ដីរបស់គាត់ឡើយហើយម្ចាស់ផ្ទះបានបង្ខំឲ្យគាត់ចាក់ចេញពីទីនោះដោយសារតែរងរបួសធ្ងន់ធ្ងរនិងស្ទើរតែដើរទៅមុខមិនរួចបុរសរងគ្រោះរូបនោះគ្មានជំរើសអ្វីផ្សេងក្រៅពីខំប្រឹងបន្តដំណើរឆ្ពោះទៅកាន់ផ្លូវកៅស៊ូដែលនៅជិតនោះឡើយហើយជាសំណាងល្អនៅក្នុងពេលនោះឡានល្បាតរបស់ប៉ូលីសមួយគ្រឿងបានបើកមកពីចម្ងាយដោយប្រើកម្លាំងចុងក្រោយដែលនៅសេសសល់បុរសរងគ្រោះរូបនោះបានរត់ទៅកណ្ដាលផ្លូវហើយបក់ដៃសុំជំនួយឡានប៉ូលីសបានចាប់ហ្វ្រាំងស្ទើរមិនទាន់បុរសរងគ្រោះដែលស្ទើរតែឈរមិននឹងនោះមានឈ្មោះថា Chelin Max ហើយគាត់បានរៀបរាប់នៅរឿងរ៉ាវដែលប៉ូលីសស្ទើរតែមិនជឿ Chelin បានប្រាប់ថាកាលពីយប់មិញគាត់និងមិត្តភក្តិស្រីរបស់គាត់ត្រូវបានក្រុមចោរប្រដាប់អាវុធមួយក្រុមវាយប្រហារពួកចោរបានប្លន់យករថយន្ត Volkswagen របស់មិត្តភក្តិគាត់ហើយបានដឹករូបគាត់ទៅកន្លែងស្ងាត់មួយធ្វើបាបគាត់យ៉ាងធ្ងន់ធ្ងររួចបោះបង់រូបគាត់ចោលដោយគិតថាគាត់ស្លាប់ទៅហើយប៉ុន្តែអ្វីដែលកាន់តែរន្ធត់នោះគឺក្រុមចោរបានបើករថយន្តចេញទៅដោយបានចាប់ជំរិតមិត្តភក្តិស្រីរបស់គាត់ឈ្មោះ Hannah ដែលជាម្ចាស់រថយន្តទៅជាមួយផង Chelin បានញ័រខ្លួននិងអង្វរឲ្យប៉ូលីសប្រញាប់ធ្វើសកម្មភាពភ្លាមគាត់បានរៀបរាប់ពីភិនភាគក្រុមចោរនិងភិនភាគរថយន្តយ៉ាងលម្អិតព្រោះគាត់ជឿជាក់ថាពេលវេលាកន្លងផុតទៅមិនទាន់យូរប៉ុន្មានទេប្រសិនបើប៉ូលីសប្រញាប់ធ្វើអន្តរាគមន៍នោះអាចនឹងជួយសង្គ្រោះជីវិតរបស់ Hannah វិញបានប៉ុន្តែនៅពេលដែល Chelin កំពុងអង្វរប៉ូលីស2នាក់បានសម្លឹងមុខគ្នាដល់ក្តីបារម្ភប៉ូលីសមិនបានប្រញាប់តាក់ទងដើម្បីប្រកាសអាសន្នឡើយព្រោះប៉ូលីសបានដឹងរឿងមួយដែល Chelin មិនទាន់បានដឹងគឺនៅប្រហែល2ម៉ោងមុនពេលដែល Chelin បានជួបឡានប៉ូលីសនេះប៉ូលីសមួយក្រុមទៀតបានរកឃើញសពរបស់នារីវ័យក្មេងម្នាក់នៅលើផ្លូវដីខ្សាច់ដ៏ស្ងាត់ជ្រងំមួយហើយរបួសនៅលើរាងកាយរបស់នាងគឺធ្ងន់ធ្ងរខ្លាំងណាស់នាងបានបាត់បង់ជីវិតទៅហើយរឿងរ៉ាវមួយនេះគឺផ្ដើមចេញពីការជូនមិត្តភ័ក្តិត្រឡប់ទៅផ្ទះវិញធម្មតារបស់និស្សិតមហាវិទ្យាល័យ2នាក់បែរជាបញ្ចប់ទៅដោយសោកនាដកម្មបែបនេះដើម្បីយល់ពីសាច់រឿងនេះយើងត្រូវបកក្រោយត្រឡប់ទៅមើលព្រឹត្តិការណ៍កាលពីប្រហែលម៉ោងមុននារីរងគ្រោះគឺ Hannah មានអាយុ21ឆ្នាំជានិស្សិតរៀននៅសាកលវិទ្យាល័យ Stellenbosch នាងរស់នៅក្នុងគ្រួសារដែលមានចំណេះដឹងនិងកក់ក្ដៅមានឪពុកជាមេធាវីនិងម្ដាយជាគ្រូបង្រៀនតន្ត្រីហើយនាងមានប្អូនប្រុសម្នាក់ដែលមានជំងឺ Autism Hannah ជាក្មេងស្រីស្រស់ស្រាយហើយនាងជិះរថយន្ត Mark Volkswagen ដែលគ្រប់គ្នានៅក្នុងបរិវេណសាកលវិទ្យាល័យតែងតែចំណាំរថយន្តរបស់នាងបានយ៉ាងច្បាស់នៅយប់ថ្ងៃសុក្រទី26ខែឧសភា Hannah និង Chelin ដែលជាមិត្តភក្តិជិតស្និទ្ធបានចេញទៅជួបជុំមិត្តភក្តិនៅហាងមួយកន្លែងក្នុងស្រុកនៅពេលយប់ជ្រៅដល់ពេលដែលត្រូវត្រឡប់ទៅផ្ទះវិញ Chelin គាត់មានបំណងចង់ដើរទៅផ្ទះប៉ុន្តែ Hannah ដោយសារតែក្តីបារម្ភមិនចង់ឲ្យមិត្តភក្តិដើរតាមផ្លូវងងឹតតែម្នាក់ឯងនៅក្នុងប្រទេសដែលមានអត្រាឧក្រិដ្ឋកម្មខ្ពស់
នាងបានស្ម័គ្រចិត្តបើករថយន្តជូន Chelin ទៅដល់មុខផ្ទះទោះបីជាផ្ទះសំណាក់របស់នាងនៅជិតនោះស្រាប់ក៏ដោយនៅម៉ោងប្រហែល 3:23 នាទីអធ្រាត្ររថយន្តបានឈប់នៅជិតមុខផ្ទះរបស់ Chelin ដោយអ្នកទាំងពីរមិនបានដឹងទាល់តែសោះថានេះជាពេលវេលាដែលកំពុងតែនាំពួកគេទៅរកសុបិនអាក្រក់ដែលគ្មានថ្ងៃកែប្រែបាននៅព្រឹកព្រលឹមថ្ងៃទី27 ខែឧសភាភ្លាមបន្ទាប់ពីសមត្ថកិច្ចបានដឹងថានេះជាករណីចាប់ជំរិតនិងប្លន់ប្រដាប់អាវុធក្រុមអ្នកជំនាញកសោវិច័យបានចាប់ផ្ដើមប្រមូលភស្តុតាង Digital ភ្លាមនៅក្នុងពិភពលោកបច្ចុប្បន្នស្ទើរតែគ្រប់ចលនារបស់យើងទាំងអស់គ្នាសុទ្ធតែមានបន្សល់ទុកនៅតម្រុយនិងត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពប៉ូលីសបានស្រាវជ្រាវប្រមូលវីដេអូកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវនៅក្នុងតំបន់ Stellenbosch ទោះបីជារូបភាពវីដេអូសខ្មៅនោះមានភាពស្រពេចស្រពិលបន្តិចមែនប៉ុន្តែពេលវេលានៅលើកាមេរ៉ាគឺច្បាស់លាស់ណាស់នៅពេលដែល Hannah បើកឡានជូន Chelin មកផ្ទះនោះនៅវេលាម៉ោង 3:23 នាទីអធ្រាត្រឡានបានឈប់នៅជិតមុខផ្ទះរបស់ Chelin រំពេចនោះនៅក្នុងភាពងងឹតមានបុរស4នាក់បានលេចមកឡើងតាមរយៈវីដេអូគេឃើញថាបុរសទាំង4នាក់នោះមិនបានរៀបចំផែនការទុកជាមុននោះឡើយពួកគេគ្រាន់តែដើរតាមផ្លូវហើយឃើញឱកាសល្អដោយឡានរបស់ Hannah កំពុងឈប់ស្ងៀមពួកគេបានដើរហួសឡាននោះបន្តិចដើម្បីមើលស្ថានភាពជុំវិញរួចក៏បកក្រោយដើរសម្ដៅតម្រង់ទៅរកឡានរបស់ Hannah ភ្លាមជនល្មើសទាំង4មានអាវុធនៅក្នុងដៃ Hannah និង Chelin មិនទាន់ទាំងយល់ថាមានរឿងអ្វីកើតឡើងផងអាវុធត្រូវបានព្យួងទៅលើ Hannah បាត់ទៅហើយអ្វីដែលចាប់ផ្ដើមឡើងគឺការប្លន់នៅកណ្ដាលអធ្រាត្រពួកចៅបានដកហូតយកវត្ថុមានតម្លៃទាំងអស់កាបូបដៃនិងទូរស័ព្ទរបស់ Hannahកាតាបនិងកាបូបលុយរបស់ Chelin ថែមទាំងបានដោះយកក្រវិលពីត្រចៀកទៀតផងមកដល់ចំណុចនេះពួកជនល្មើសទាំង4ទទួលបានអ្វីដែលពួកគេចង់បានហើយពួកគេអាចរត់គេចខ្លួនយ៉ាងងាយស្រួលប៉ុន្តែព្រឹត្តិការណ៍ក៏បានប្រែប្រួលទាំងស្រុងបុរសម្នាក់ក្នុងចំណោម4នាក់ឈ្មោះ Navis គេបានពេញចិត្តនឹងទ្រព្យសម្បត្តិដែលប្លន់បានហើយក៏បានដើរចេញទៅបាត់ប៉ុន្តែបុរសទាំង3នាក់ទៀតវិញគឺ Vernon, Gerardo និង Eben ពួកគេបានគិតផ្សេងពីនេះដោយសារតែភាពលោភលន់ពួកគេមានទាំងសោឡាននៅក្នុងដៃហើយមានអំណាចគ្រប់គ្រងទៅលើជនរងគ្រោះទាំង2នាក់ដែលកំពុងភ័យខ្លាចតើហេតុអ្វីត្រូវដើរចេញបើពួកគេអាចប្លន់យកទាំងរថយន្តបានដែរនោះនៅម៉ោងប្រហែល 3:40 នាទីអធ្រាត្រ Chelin ត្រូវបានគេបង្ខំឲ្យអង្គុយនៅកៅអីខាងក្រោយរីឯ Hannah ត្រូវបានគេចាប់ឲ្យអង្គុយនៅកៅអីខាងមុខពួកចៅបានព្យួងអាវុធគំរាមកំហែងនិងទារលេខកូដ ATM កាតធនាគាររបស់ Chelin នៅក្នុងស្ថានភាពភ័យខ្លាចនិងដើម្បីការពារខ្លួន Chelin បានប្រាប់លេខកូដខុសទៅពួកចៅបន្ទាប់មកពួកចៅក៏បានញាត់ Chelin ចូលទៅក្នុងក្លឹបឡានខាងក្រោយហើយបិទគូតឡានយ៉ាងណែននៅប្រហែល1ម៉ោងក្រោយមកគឺវេលាម៉ោង 4:34 នាទីអធ្រាត្រកាមេរ៉ាសុវត្ថិភាពនៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងក្រៅក្រុងបានថតជាប់ឡាននោះបុរសម្នាក់ឈ្មោះ Vernon ដែលជាមេខ្យល់និងធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសជាច្រើនបានដើរយ៉ាងជឿជាក់ទៅកាន់ទូ ATM គាត់បានបញ្ចូលកាតធនាគាររបស់ Chelin ចូលដើម្បីដកប្រាក់ប៉ុន្តែទូ ATM បានបដិសេធប្រតិបត្តិការមិនមានប្រាក់ត្រូវបានដកចេញនោះទេព្រោះលេខកូដមិនត្រឹមត្រូវភ្លាមនោះ Vernon បានសម្ដែងការខឹងសម្បារនិងដកយកកាតរួចដើរត្រឡប់ទៅកាន់រថយន្តវិញយ៉ាងប្រញាប់ការដកប្រាក់មិនបានសម្រេចមួយនេះគឺជាចំណុចកែប្រែដ៏អាក្រក់បំផុតនៃសាច់រឿងទាំងមូលនៅពេលដែលក្រុមចៅដឹងថាពួកគេត្រូវបានបោកប្រាស់ដោយ Chelin ប្រាប់លេខកូដខុសវាបានធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅពីការប្លន់យកទ្រព្យសម្បត្តិប្រែទៅជាព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់បំផុតនៅវេលាម៉ោងប្រហែល 5:30 នាទីព្រឹកឡានបានបើកចូលទៅកាន់ដីឡូទំនេរមួយកន្លែងនៅជិតក្រៃ Fontaine ក្រុមនោះបានយករាងកាយរបស់ Chelin ចុះពីលើឡាននៅក្នុងសភាពសន្លប់ស្ដុកស្ដឹងនិងមានរបួសធ្ងន់ធ្ងរដោយជឿជាក់ថាគាត់មិនអាចមានជីវិតបានឡើយពួកគេក៏បានបោះបង់គាត់ចោលនៅទីនោះប៉ុន្តែពួកគេគិតខុសដោយសារតែ Chelin មិនបានបាត់បង់ជីវិតឡើយហើយនៅពេលដែលគាត់ភ្ញាក់ដឹងខ្លួនឡើងវិញដើម្បីដើររកជំនួយ Hannah ត្រូវបានបន្សល់ទុកឲ្យនៅម្នាក់ឯងជាមួយក្រុមឧក្រិដ្ឋជនប្រដាប់អាវុធទាំង3នាក់នោះបន្ទាប់ពីបានបោះបង់ Chelin ចោលទាំងគិតថាគាត់ស្លាប់ទៅហើយនោះក្រុមឧក្រិដ្ឋជនទាំង3នាក់បានបើកឡានដឹក Hannah ទៅកាន់ទីតាំងផ្សេងមួយទៀតដែលកាន់តែស្ងាត់និងឆ្ងាយដាច់ស្រយាលនៅក្នុងករណីបែបនេះមនុស្សជាច្រើនតែងតែចោទសួរថា
តើជនរងគ្រោះមានឱកាសសម្របសម្រួលឬអង្វរសុំជីវិតដែរឬទេយោងតាមកំណត់ហេតុរបស់តុលាការនិងកំណត់ហេតុស៊ើបអង្កេតហាណាមិនដែលឈប់ព្យាយាមអង្វរសុំជីវិតនោះឡើយនាងបានប្រាប់ពួកឧក្រិដ្ឋជនថានាងនឹងមិនទៅប្តឹងប៉ូលីសឡើយនាងអង្វរឲ្យពួកឧក្រិដ្ឋជនយកឡាននិងរបស់របរទាំងអស់ទៅចោះសូមត្រឹមតែដោះលែងនាងឲ្យត្រឡប់ទៅផ្ទះវិញប៉ុន្តែក្រុមឧក្រិដ្ឋជនទាំងនោះបានឈានជើងហួសព្រំដែនដែលមិនមានបំណងត្រឡប់ក្រោយវិញនោះទេក្រុមឧក្រិដ្ឋជនបាននាំហាណាទៅកាន់ទីតាំងផ្លូវស្ងាត់ជ្ងំមួយបន្ទាប់មកបានបើកឡានត្រឡប់ចេញទៅវិញដោយបន្សល់ទុករាងកាយគ្មានវិញ្ញាណរបស់នាងនៅលើផ្លូវដីខ្សាច់នោះយោងតាមលទ្ធផលកសោវិច័យរបស់អ្នកជំនាញបានបញ្ជាក់ថាហាណាបានរងការបំពាននិងរងរបួសយ៉ាងធ្ងន់ធ្ងរមុនពេលនាងបាត់បង់ជីវិតរបស់និស្សិតស្រីវ័យ21ឆ្នាំរូបនេះត្រូវបានបញ្ចប់យ៉ាងសោកសៅបំផុតនៅកណ្ដាលវាលស្ងាត់រីឯក្រុមឧក្រិដ្ឋជនទាំង3នាក់ក៏បានឡើងជិះឡានរបស់ហាណាបើកចេញទៅដូចជាគ្មានរឿងអ្វីកើតឡើងនៅព្រឹកថ្ងៃសៅរ៍ដដែលនោះក្រុមឧក្រិដ្ឋជនទាំងនេះនៅតែបន្តជិះឡានរបស់ហាណាដើរលេងពេញក្រុងយ៉ាងរំភើយពួកគេមិនបានដោះស្លាកលេខឡានចេញមិនបានបោះបង់ឡាននោះចោលហើយថែមទាំងបន្តធ្វើសកម្មភាពប្លន់ជនរងគ្រោះថ្មីទាំងកណ្ដាលថ្ងៃត្រង់ថែមទៀតផងយោងតាមរបាយការណ៍ស៊ើបអង្កេតបានឲ្យដឹងថានៅម៉ោង12ថ្ងៃត្រង់ក្រុមឧក្រិដ្ឋជនបានជិះឡានទៅគៀកស្ត្រីម្នាក់ដែលកំពុងដើរទៅធ្វើការរួចឆក់យកកាបូបនិងទូរស័ព្ទដៃរបស់នាងនៅកណ្ដាលផ្លូវបន្ទាប់មកនៅម៉ោង1រសៀលកាមេរ៉ាសុវត្ថិភាពនៅស្ថានីយ៍ប្រេងមួយកន្លែងបានថតជាប់ឡាននេះសារជាថ្មីលើកនេះពួកឧក្រិដ្ឋជនបានចាប់ជំរិតស្ត្រីម្នាក់ផ្សេងទៀតឲ្យអង្គុយនៅកៅអីខាងក្រោយវ៉នុនបានដើរទៅដកប្រាក់ $3,000 រង់ដែលស្មើនឹង$175ពីទូ ATM ដោយសារតែជនរងគ្រោះទី2នេះបានប្រាប់លេខកូដត្រឹមត្រូវនោះហើយជាអ្វីដែលបានជួយសង្គ្រោះជីវិតរបស់នាងបន្ទាប់ពីបានសាច់ប្រាក់រួចក្រុមឧក្រិដ្ឋជនក៏បានទម្លាក់នាងចោលនៅលើផ្លូវដែលទីតាំងនោះគឺនៅជិតបំផុតទៅនឹងកន្លែងដែលគេរកឃើញសពរបស់ហាណាកាលពីព្រលឹមពួកឧក្រិដ្ឋជនគិតថានឹងមិនអាចត្រូវគេចាប់បានឡើយប៉ុន្តែប៉ូលីសកំពុងតែបង្រួមសំណាញ់យ៉ាងលឿនព័ត៌មាននិងភិនភាគរថយន្ត Volkswagen ត្រូវបានប្រកាសអាសន្នពេញវិទ្យុតាក់ទងរបស់ប៉ូលីសនៅពាក់កណ្ដាលថ្ងៃសៅរ៍ឡានប៉ូលីសបានប្រទះឃើញឡានរបស់ហាណាដែលពួកឧក្រិដ្ឋជនកំពុងបើកបរនៅក្នុងចរាចរណ៍ដ៏កកស្ទះប៉ូលីសមិនបានបើកភ្លើងសារ៉ានភ្លាមនោះទេដើម្បីជៀសវាងគ្រោះថ្នាក់ឬការចាប់ចំណាត់ខ្មាំងបន្ថែមពួកគេបានបើកតាមពីក្រោយស្ងាត់និងហៅកម្លាំងអន្តរាគមន៍បន្ថែមនៅពេលដែលពួកឧក្រិដ្ឋជនឃើញឡានប៉ូលីសជាច្រើនគ្រឿងកំពុងដេញតាមភាពជឿជាក់របស់ពួកគេក៏បានរលាយបាត់ភ្លាមពួកឧក្រិដ្ឋជនបានបើករថគេចយ៉ាងលឿនបង្កជាការដេញតាមគ្នាយ៉ាងរន្ធត់នៅតាមដងផ្លូវនៅក្នុងស្ថានភាពស្លន់ស្លោក្រុមឧក្រិដ្ឋជនបានបត់ចូលទៅក្នុងផ្លូវដីខ្សាច់នៃកសិដ្ឋានមួយកន្លែងហើយនៅទីបំផុតក៏ជួបនឹងផ្លូវទាល់ពួកគេបានបើកទ្វារឡានរួចរត់គេចយ៉ាងលឿនទៅទិសដៅផ្សេងគ្នាបុរសម្នាក់បានលោតចូលទៅក្នុងទឹកទន្លេដើម្បីគេចខ្លួនប៉ុន្តែសមត្ថកិច្ចបានឡើងព័ទ្ធនិងចាប់ខ្លួនពួកគេនៅនឹងកន្លែងមេខ្យល់គឺវ៉នុននិងបពួកហ្គេរ៉ាដូត្រូវបានប៉ូលីសវាយខ្នោះដៃនៅនឹងកន្លែងនៅពេលដែលពួកគេត្រូវបាននាំខ្លួនទៅបន្ទប់សាកសួរភាពក្លាហានខាងក្រៅរបស់ពួកគេបានបាត់បង់អស់ដើម្បីជួយសម្រាលទោសខ្លួនឯងពួកគេទាំងពីរនាក់បានទម្លាយឈ្មោះនិងអាសយដ្ឋានរបស់បពួកពីរនាក់ផ្សេងទៀតនៅថ្ងៃអាទិត្យបន្ទាប់ប៉ូលីសបានចុះទៅដល់ផ្ទះនិងចាប់ខ្លួនអ៊ីប៊ែននិងណាវីសបានទាំងអស់ក្នុងរយៈពេលមិនដល់48ម៉ោងសមាជិកក្រុមឧក្រិដ្ឋជនទាំង4នាក់ត្រូវបានចាប់ខ្លួនទាំងអស់នៅក្នុងខែឧសភាឆ្នាំ2018សវនាការកាត់ក្តីដ៏ធំមួយនេះបានចាប់ផ្ដើមឡើងប៉ុន្តែអ្វីដែលធ្វើឲ្យមហាជននិងអ្នកទស្សនានៅក្នុងសវនាការក្តៅក្រហាយបំផុតនោះគឺអាកប្បកិរិយារបស់ក្រុមជនជាប់ចោទនៅចំពោះមុខតុលាការជនល្មើសទាំងនោះមិនបានបង្ហាញការសោកស្ដាយឬស្ដាយក្រោយសូម្បីតែបន្តិចពួកគេនិយាយសើចសប្បាយនិងនិយាយខ្សឹបខ្សៀវដាក់គ្នាហើយញញឹមញញែមនៅតុជនជាប់ចោទក្នុងពេលជាមួយគ្នានោះឆេលីនដែលជាជនរងគ្រោះតែម្នាក់គត់ដែលនៅរស់រានមានជីវិតពីហេតុការណ៍នេះនិងជាមនុស្សដែលត្រូវបាត់បង់សមត្ថភាពស្ដាប់នៅត្រចៀកម្ខាងជារៀងរហូតគាត់បានឡើងមកធ្វើជាសាក្សីនិងផ្ដល់សក្ខីកម្មដោយសម្លឹងមើលមុខពួកជនល្មើសចំស្នាមញញឹមនៅលើផ្ទៃមុខរបស់ក្រុមឧក្រិដ្ឋជនបានរលាយបាត់ទាំងស្រុងនៅពេលដែលចៅក្រមបានអានសារក្រមផ្ដន់ទាទោសយ៉ាងធ្ងន់ធ្ងរ
Vernon Gerardo និង Eben ត្រូវប្រកាសថាមានទោសពីបទចាប់ជំរិតប្លន់ប្រដាប់អាវុធការរំលោភបំពានផ្លូវភេទធ្ងន់ធ្ងរនិងឃាតកម្មលើ Hannah ដោយអ្នកទាំង3ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតជាច្រើនជាន់ចំណែកឯ Navis ដែលបានដកខ្លួនចេញបន្ទាប់ពីការប្លន់យកទ្រព្យសម្បត្តិរួចត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ22ឆ្នាំទោសទណ្ឌដ៏ធ្ងន់ធ្ងរនេះបានផ្ដល់យុត្តិធម៌តាមផ្លូវច្បាប់ប៉ុន្តែវាមិនអាចកែប្រែឬព្យាបាលការឈឺចាប់ដ៏ជ្រាលជ្រៅរបស់គ្រួសារ Hannah បានឡើយសោកនាដកម្មនៃការបាត់បង់ Hannah បានបំផ្លាញគ្រួសាររបស់នាងទាំងមូលឲ្យរលាយសាបសូន្យបន្តិចម្ដងត្រឹមតែរយៈពេល2ខែមុនពេលតុលាការប្រកាសសាលក្រមម្ដាយរបស់ Hannah ដោយសារតែមិនអាចទ្រាំទ្រនឹងការឈឺចាប់និងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរនៃការបាត់បង់កូនស្រីបានគាត់ត្រូវបានគេប្រទះឃើញសពនៅក្នុងមហាសមុទ្របន្ទាប់ពីគាត់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងចំណែកឯឪពុករបស់ Hannah វិញគាត់មិនអាចស្ដារផ្លូវចិត្តឡើងវិញបានឡើយគាត់បានធ្លាក់ខ្លួនឈឺនិងបាត់បង់ជីវិតដោយសារជំងឺមហារីកដ៏កាចសាហាវនៅក្នុងឆ្នាំ2024សមាជិកគ្រួសារតែម្នាក់គត់ដែលនៅសេសសល់គឺប្អូនប្រុសរបស់ Hannah ដែលមានជំងឺ Autism ធ្ងន់ធ្ងរដោយសារតែស្ថានភាពជំងឺគាត់មិនអាចយល់ពីអ្វីដែលបានកើតឡើងចំពោះគ្រួសាររបស់គាត់ឡើយរហូតមកដល់ថ្ងៃនេះគាត់នៅតែអង្គុយរង់ចាំបងស្រីរបស់គាត់ត្រឡប់មកផ្ទះវិញជារៀងរាល់ថ្ងៃចំពោះ Chelin ជីវិតរបស់គាត់ត្រូវប្រែប្រួលជារៀងរហូតប៉ុន្តែគាត់បានជ្រើសយកផ្លូវមួយដ៏អស្ចារ្យគាត់បានចុះឈ្មោះចូលរៀននៅសាលាច្បាប់ដោយមានគោលដៅតែមួយគត់គឺក្លាយជាមេធាវីដើម្បីការពារនិងជួយដល់ជនរងគ្រោះទាំងឡាយណាដែលធ្លាប់ឆ្លងកាត់សុបិនអាក្រក់ដូចជារូបគាត់នៅក្នុងករណីនេះអំពើល្អនិងក្តីសប្បុរសតែបន្តិចបន្តួចត្រឹមតែការសម្រេចចិត្តបើកឡានជូនមិត្តភ័ក្តិទៅផ្ទះឲ្យមានសុវត្ថិភាពប៉ុន្តែបែរជាបញ្ចប់ទៅដោយសោកនាដកម្មនិងវិបដិសារីដែលរំលាយគ្រួសារមួយទាំងមូលវាកើតឡើងដោយសារតែមនុស្សអាក្រក់គ្មានគុណធម៌មួយក្រុមហើយឧក្រិដ្ឋជនទាំង4នាក់នោះមិនអាចគេចផុតពីទោសកំហុសនៃច្បាប់បានឡើយតើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះសាច់រឿងមួយនេះសូមបញ្ចេញមតិយោបល់នៅខាងក្រោមហើយកុំភ្លេចចុច like និង Subscribe ដើម្បីទទួលបានវីដេអូសាច់រឿងពិតៗនៅពេលក្រោយៗទៀតសូមអរគុណជួបគ្នានៅវីដេអូក្រោយ